បានរួចគ្រោះជាអ្នកឲ្យកំណើតកើតជីវិតជាអ្នកឲ្យទំនុកចិត្តដោយស្ម័គ្រស្មោះជាអ្នកឲ្យគ្រប់យ៉ាងមិនគិតសោះឲ្យគ្មានលុះយប់ថ្ងៃអាស្រ័យកូនពេលកូនឈឺម៉ែរក្សាព្យាបាលចាំអភិបាលប្រណិប័តលំទន់ចិត្តលំទន់កាយថ្វាយខ្លួនជីវិតសូនក៏ត្រូវស៊ូដូរសុខបាត់ពេលកូនធំវ័យវឌ្ឍនាការម៉ែបញ្ជូនទៅសាលាឲ្យរៀនសូត្រក្រេបចំណេះមានគំនិតគិតខុសត្រូវអាចរស់នៅក្នុងសង្គមសមសក្តាឧបត្ថម្ភគ្រឿងបរិភោគឧបភោគបំបត្តិទុក្ខសោកដោយអាហារស្ដីប្រឡោមលួងលោមបុតភ្ងាឲ្យកម្លាំងចិត្តគ្រប់គ្រាយប់ថ្ងៃកូនណាសាងបាបកម្មនឹងម៉ែកូននោះឯងដែរកូនអប្រិយកូនវីម៉ែកូនជេម៉ែកូនកាឡៃទឹកភ្នែកម៉ែស្រក់រាល់ថ្ងៃព្រោះកូនល្ងងទឹកភ្នែកម៉ែស្រក់ហូរព្រោះកូនបាបទឹកភ្នែកម៉ែស្រក់ដាព្រោះកូនយងខ្នងធ្វើគេឈ្មោះឲ្យបាត់បង់បាត់ខូចលិចលង់លិចលេងឡើងទឹកភ្នែកម៉ែធ្លាក់លើផែនប្រតិពីដួងចិត្តវក់វីក្តៅដូចភ្លើងព្រោះកូនអប្រិយចិត្តចចាងឥតក្រែងចិត្តមេបាទោះមកដេញដាម៉ែនៅតែអាណិតចិត្តម៉ែតែងគិតសពទិវារិះរោគល្បិចល្បោយជួយបុតភ្ងាឲ្យរួចកម្មពីគ្រានេះម្ដងមានកូនខ្លះប្រើដៃជើងរបស់ខ្លួនប្រទុស្រាយចំពោះម៉ែមាត់របស់កូនដែលម៉ែតែងរក្សាបញ្ចុកបាយបញ្ចុកទឹករាល់ព្រឹកល្ងាចអមដោយពាក្យលួងលោមញ៉ាំទៅណាកូនណារបស់ណាក្តៅម៉ែផ្លុំឲ្យត្រជាក់សិនទៅបញ្ចុកជាខាងក្រោយព្រោះខ្លាចធ្វើឲ្យក្តៅមាត់របស់កូនបើសិនជាក្តៅក៏សូមឲ្យក្តៅមាត់ម៉ែទៅចុះរលាកមាត់ម៉ែទៅចុះតែគួរឲ្យអនិច្ចាកូនបែរជាយកមាត់នោះមកពលពេកអទរោះត្រកោះបោះបោកឲ្យម៉ែទៅវិញធ្វើឲ្យទឹកភ្នែករបស់ម៉ែត្រក់ចុះមកដល់គួរឲ្យអណយអធម្មនិងកំសត់បំផុតកោតណាស់ណោកោតចំពោះកូនដែលជាទីស្រឡាញ់របស់ម៉ែជាកូនដែលរស់រានមានជីវិតដោយសារម៉ែបានសុខស្រួលដោយសារម៉ែតែបែរជាធ្វើឲ្យម៉ែយំយេច្រែកទួញមកយកសោកសៅដោយសារខ្លួនទៅវិញពិតជាគួរឲ្យអាណិតម៉ែខ្លាំងណាស់អាណិតម៉ែដែលខំធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកូនតែផលដែលត្រូវទទួលបានគឺការថ្មាស់តេះដៀលមើងងាយមើលថោកប្រមាថការទៀននិងការមិនយកចិត្តទុកដាក់ជំនួសឲ្យការតបគុណកូនបែរជាតបទោសទៅវិញពេលយំម៉ែមិនហ៊ានយំចេញមកទេព្រោះឮគេថាកូនណាធ្វើឲ្យម៉ែត្រក់ទឹកភ្នែកដោយសារខ្លួនកូននោះនឹងធ្លាក់នរកទទួលបាបកម្មម៉ែសែនខ្លាចខ្លាំងណាស់ខ្លាចបាបកម្មត្រូវធ្លាក់លើរូបកូនតើប្រតាភាពឈឺចាប់និងទឹកភ្នែកឲ្យស្ថិតនៅក្នុងក្រអៅបេះដូងតើនេះឬកូនដែលម៉ែបីបាច់ថែរក្សាដោយក្តីបារម្ភស្មើដល់ជីវិតហេតុអ្វីទៅកូនធ្វើបាបម៉ែដល់ថ្នាក់នេះសម្រាប់ម៉ែឲ្យទៅកូនរហូតម៉ែមិនដែលគិតក្រោធខឹងឬខ្ពើមរអើមរើសអើងចំពោះកូនឡើយសូម្បីកូនធ្វើឲ្យម៉ែឈឺចាប់ម្ដងហើយម្ដងទៀតក៏ដោយចូលយើងចងចាំថាព្រះគុណរបស់ម៉ែមានទំហំជ្រាលជ្រៅនឹងរកអ្វីមកប្រៀបប្រដូចឲ្យស្មើបានបើកូនណាម្នាក់បៀតបៀនម៉ែធ្វើឲ្យម៉ែលំបាកកាយលំបាកចិត្តឬដល់ថ្នាក់សម្លាប់ម៉ែកូននោះនឹងធ្លាក់នរកទទួលបាបកម្មដែលច្បាប់ធម្មជាតិមិនអាចត្រាប្រណីបានតួយ៉ាងដូចជាប្រមោកលៀនមានចំណងនិស័យកម្មមកពីអតីតសម្រាប់ឪពុកម្ដាយខ្លួនឯងព្រោះតែស្ដាប់ពាក្យញុះញង់របស់ប្រពន្ធ
ទីបំផុតត្រូវអនន្តរិយកម្មធ្លាក់ទៅថយកម្មនៅក្នុងនរកអវជ័យអស់កាប់កាលសំបីបានមកជាអគ្គសាវកមានឫទ្ធិអំណាចចេះស្ដាហានខ្លារកគូប្រដូចបំបានក៏ត្រូវនិព្វានដោយសារស្នាដៃចោលវេសម្លាប់នេះគឺជាឥទ្ធិពលនៃបាបកម្មដែលធ្វើបាបឪពុកម្ដាយទោះខំរត់គេចទៅទីណាក៏រត់គេចមិនរួចដែរឥឡូវនេះដើម្បីជាសក្ខីភាពសូមយើងទាំងអស់គ្នាស្ដាប់បទចម្រៀងមួយបទគឺបទនិស័យកម្មប្រមោកលៀនសូមកុំស្ដាប់ដោយការត្រេកត្រអាលភ្លើតភ្លើនកើនក្រំសិលធម៌តែសូមឲ្យស្ដាប់ដោយការពិចារណាដើម្បីអប់រំសតិស្មារតីតែម្យ៉ាងប៉ុណ្ណោះម្ដាយឪពុកឯងដូចជារំលាយព្រះពុទ្ធជនណាសម្លាប់មេដាបៃតាទទួលទោសាដែលមានឈ្មោះថាអនន្តរិយកម្មនរកខាំងទុករាប់តែលៀនឆ្នាំទទួលខ្ទង់ឈាមពងច្រំខំពំទុកជាអាម៉ែឪជ្រោះជ្រៅល្វឹងល្វើយហើយមិនរួចឡើយកិច្ចទៅនាងហើយកុំបីបំពីទោះជាលំបាកតោកយ៉ាងណាគួរកុំបំពេញមេត្រានឹងព្រះឆ្នាំងមាននៃព្រះពុទ្ធគឺជាមេដាបៃតាគួរតែគោរពបូជារក្សាឲ្យបានរុងរឿងជាត្រៃសារណំសម្រាប់ខ្លួនយើងត្រូវតែអ្នកលើកដំកើងជាគ្រឿងចម្លងជីវិតទុកសោកចង្រៃគ្រោះភ័យអាសន្នមានតែព្រះគុណទុកជាទម្ងន់នៃព្រះបបិទ្ធព្រះធម៌ព្រះសង្ឃដែលជានិមិត្តបង្ហាញផ្លូវត្រូវដល់ចិត្តឲ្យស្ថិតក្នុងភពនិព្វានម៉ែគឺជាព្រះគុណធំក្រៃគុណលើសអ្វីៗក្នុងលោកឋានកូនណាកើតចិត្តគិតបំពេញកូននោះច្បាស់បានឋាននរកតួយ៉ាងមកលៀនពៀនបំពេមេត្តាបៃតាជាព្រះរស់ធ្លាក់ទៅអវជ័យនៅមិនអស់កម្មនៅសល់នោះតាមឲ្យទៀតសំបីមានរិទ្ធរែងចេះស្ដាហោះហើរក្រឡាបានគ្រប់ស្មៀតនិស័យកម្មចាស់មកបៀតត្រូវចោលធ្វើឃាតចូលនិព្វានសពថ្ងៃមានមនុស្សច្រើនណាស់ដែលដឹងថាម៉ែមានគុណតែតើមានមនុស្សប៉ុន្មានអ្នកដែលដឹងថាម៉ែមានគុណហើយតបប្រគុណលោកវិញតាមគិតមើលទៅមានតិចអ្នកណាស់ដែលដឹងគុណហើយតបគុណវិញក្រៅពីនេះមានតែធ្វើឲ្យម៉ែលំបាកចិត្តតែសម្រាប់ម៉ែនៅតែអភ័យកូនចំណិចព្រោះម៉ែជាម៉ែរបស់កូនជាអ្នកដែលចូលខ្លួនមកទទួលភារៈនេះអ្វីដែលម៉ែធ្វើបានពេលនេះនោះគឺការអត់ទ្រាំប៉ុណ្ណោះមានពេលខ្លះកូនលួចរត់ចេញពីផ្ទះព្រោះធុញទ្រាន់នឹងពាក្យដាស់តឿនក្រៅរំលឹករបស់ម៉ែទៅបណ្ដែតបណ្ដោយជីវិតឲ្យស្ថិតនៅក្នុងភាពភ្លើតភ្លើន
ត្រេកត្រអាលជាមួយមិត្តភ័ក្តិខាងក្រៅផ្ទះជួនកាលទៅជាប់ថ្នាំញៀនស្រីស្រាលបែងដែលជាការងារបង្កបញ្ហាឲ្យសង្គមវឹកវរម៉ែតែងគិតចនិចថាថ្ងៃណាមួយកូនរបស់ម៉ែនឹងកែប្រែខ្លួនឡើងវិញម៉ែតែងទន្ទឹងរង់ចាំថ្ងៃនោះមកដល់និងព្រមចាំផ្ដល់ឱកាសឲ្យកូនចាំថ្ងៃដែលកូនវិលត្រឡប់មករកម៉ែមកស្ថិតនៅក្នុងរង្វង់ដើមទ្រូងនិងរង្វង់នៃការអោបកសោបរបស់ម៉ែព្រមចាំទទួលរំលែកយកនៅភាពខុសឆ្គងនិងការឈឺចាប់របស់កូនជានិច្ចថ្ងៃណាការទុក្ខរអុកចិត្តកើតក្តីវិបរិតក្នុងចិន្តាសូមកូនវិលវិញរកមេដាគេហាបើកទ្វារចាំជានិច្ចម៉ែចាំទទួលកូនពិសីដោយក្តីសោមនស្សអស់ពីចិត្តចាំជួយសន្តោសប្រុសឆោមស្និទ្ធជាបាល់ដួងចិត្តដែលដំបៅម៉ែចាំ